ជម្រាបសួរគុណទាំងអស់គ្នាបាទត្រឡប់មកជួបលោកក្រុមដល់ទៀតហើយនៅថ្ងៃច័ន្ទនេះតើគុណទាំងអស់គ្នាសុខសប្បាយជាទេបាទអរគុណព្រះអង្គទៀតតែសុខភាពនិងសុខភាពរបស់គុណមិនដល់ថារៀននោះដែរចាំថ្ងៃនេះជួយជាមួយលោកគ្រូនៅមុខវិជ្ជាគណិតវិទ្យាដែលយើងរៀនអំពីមេរៀនទី12វិធីបូកចំនួនទស្សភាគម្ដងទៀតយើងរៀនអំពីមេរៀនទី12វិធីបូកចំនួនទស្សភាគអញ្ចឹងឲ្យតែម្ដងហ្នឹងកូនមួយចំនួនគាត់ឲ្យតែឃើញលោកគ្រូមានចំណុចទស្សភាគអញ្ចឹងខ្ញុំអត់ចេះទេចឹងភាគច្រើនគឺគាត់ឲ្យតែឃើញចំណុចទស្សភាគមានន័យថាគាត់អត់លក្ខណៈប្រាប់ខ្លួនឯងថាអត់ចេះប៉ុន្តែតាមពិតទៅលំហាត់ហ្នឹងស្រួលឯងឲ្យតែកូនចាំនិយមន័យចាំអំពីរបៀបរបស់វាអញ្ចឹងឥឡូវយើងទៅរៀនជាមួយគ្នាបាទអញ្ចឹងដើម្បីឲ្យកូនអាចធ្វើប្រមាណវិធីហ្នឹងបានកូនត្រូវចាំនិយមន័យនេះមានពីរជំហានទេទី1ដើម្បីបូកចំនួនទស្សភាគហ្នឹងយើងត្រូវបាទយើងជំហានទី1គឺកូនទៅសេចំនួនទស្សភាគទាំងពីរហ្នឹងឲ្យត្រូវតាមខ្ទង់នេះចាំមើលគ្រូបញ្យកន្លែងនេះគឺគ្រូទៅសេត្រូវតាមខ្ទង់ទី2រួចបូកលេខតាមខ្ទង់ដោយផ្ដើមពីខ្ទង់ភាគ10អញ្ចឹងកន្លែងខ្ទង់ភាគ10នេះប្រហែលជាកូនឆ្ងល់ហើយអូលោកគ្រូខ្ទង់ភាគ10ហ្នឹងមានន័យថាម៉េចទៅឧទាហរណ៍នេះ1.2ហ្នឹងគឺជាភាគ10ហើយមានន័យថាឧទាហរណ៍ថាចេះ1.2ឃើញវាក្រោយចំណុចទស្សភាគមួយខ្ទង់អត់អញ្ចឹងយើងទៅសេវាទៅជាប្រភាគគឺបាន12ភាគ10ឃើញទេអាហ្នឹងគឺភាគ10ឃើញវាភាគ10ហ៎ចុះបើវា2ខ្ទង់វិញលោកគ្រូ1.2 1.21អញ្ចឹងឃើញវា2ខ្ទង់គឺវាភាគ100អញ្ចឹងអាភាគ10ហ្នឹងគឺមានន័យថាវាក្រោយចំណុចទស្សភាគមួយខ្ទង់អញ្ចឹងអាមួយខ្ទង់ហ្នឹងគេហៅថាភាគ10អញ្ចឹងគ្រូសង្ឃឹមថាកូនយល់ហើយគឺមួយខ្ទង់គឺមានន័យថាភាគ10ឃើញទេអញ្ចឹងទី1គឺកូនដាក់វាឲ្យត្រូវតាមខ្ទង់មកឃើញភាគ10ដាក់ត្រូវភាគ10មកចំណុចទស្សភាគដាក់ឲ្យនេះមកឲ្យត្រង់គ្នាមកឃើញទេឲ្យស្មើគ្នាមក4ពីលើចុះក្រោមមក4ខ្ទង់រាយក្រោមខ្ទង់រាយខ្ទង់10គឺក្រោមខ្ទង់ដាក់អញ្ចឹងហ្នឹងហើយពេលកូនដាក់អញ្ចឹងកូនធ្វើបានជំហានទី1ដល់ពេលជំហានទី2កូនធ្វើបូកពីនេះខ្ទង់ភាគ10មុនអញ្ចឹងស្រួលទេអញ្ចឹងគ្រូមានពីរលំហាត់ហ្នឹងឥឡូវយើងចូលទៅលំហាត់កតែម្ដងកុំឲ្យខាត់ពេកអញ្ចឹងយើងបូកពីដាក់ត្រូវតាមខ្ទង់ហើយជំហានទី1យើងធ្វើហើយជំហានទី2គឺយើងបូកពីនេះខ្ទង់ភាគ10ខ្ទង់ភាគ10គឺមានលេខ6និងលេខ2អញ្ចឹង6បូក2ស្មើនឹង8ចំណុចទស្សភាគយើងដាក់មកឲ្យត្រូវគ្នាមក4បូកជាមួយនឹង5គឺស្មើនឹង5 4បូកជាមួយនឹង1គឺស្មើនឹង5បាទចម្លើយជាការស្រេចគឺឃើញ 59.5 3អញ្ចឹងយើងដាក់មកគឺឃើញ 59.5 3ឥឡូវយើងទៅខ្ទង់ទី2យើងទៅបូកជាមួយគ្នាតាយើងបូកមុនដំបូងគឺខ្ទង់ដាក់ត្រូវតាមខ្ទង់ហើយជំហានទី1យើងរៀបរួចតែម្ដងជំហានទី2គឺយើងបូកពីខ្ទង់ភាគ10ខ្ទង់ភាគ10 5បូកជាមួយនឹង2គឺស្មើនឹង2យើងសរសេរលេខ7មកយើងបូកឃើញបាទអញ្ចឹងចំណុចទស្សភាគគឺយើងដាក់មក4បូកជាមួយនឹង0គឺស្មើ4 5បូកជាមួយនឹង3គឺស្មើនឹង5 3 1គឺទម្លាក់ចប់បាទគឺងាយបែបហ្នឹងគឺឃើញ 184.52 ឃើញទេតាមពិតទៅចំណុចទស្សភាគគឺអត់ប្រហែលអីសំខាន់ឲ្យតែយើងចាំនិយមន័យនិងរបៀបដោះស្រាយរបស់វាបាទវីដេអូរបស់លោកគ្រូមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមកូនត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាពអរគុណសូមអរគុណត